ខេបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីមេរៀនសាមញ្ញមួយដែលជាមេរៀនការចាប់ trend line ការចាប់ trend line នេះបើនិយាយឲ្យចំទៅវាសាមញ្ញប៉ុន្តែវាគុណភាពប្រសិនបើបងប្អូនចេះពីរបៀបនៃការចាប់ trend line បងប្អូនចេះមើល rally បងប្អូនចេះមើល bus បងប្អូនចេះមើល drop ឬបងប្អូនចេះមើល up បងប្អូននឹងអាចរកការ confirm ច្បាស់លាស់ក្នុងការចូលផ្សារអូខេកុំឲ្យបងប្អូនខាតពេលយូររូបមន្តដើម្បីឲ្យយើងចាប់ trend របស់ផ្សារបានយើងត្រូវតែបដូរពី candle នេះពីchart មាន candle ការ chart បែបហ្នឹងគេហៅថា candle chart ណាជា candlestick ណាអញ្ចឹងដើម្បីឲ្យយើងចាប់ line chart ឲ្យត្រឹមត្រូវដើម្បីយើងរកឲ្យឃើញនៅ support resistance ឲ្យច្បាស់គឺយើងបដូរវាទៅជា line chart ណាបដូរវា line chart មកបាទនេះ line chart អញ្ចឹងពេលដែលបងប្អូនបដូរមក line chart នោះបងប្អូននឹងរកឃើញsupport និង resistance បាទអញ្ចឹងដំបូងគឺខ្ញុំចាប់ support ចាប់ resistance ឲ្យបងប្អូនសិនណានេះ resistance កន្លែងនេះ1បាទកន្លែងនេះ2បាទកន្លែងនេះ3ឃើញទេបាទអញ្ចឹង resistance របស់យើងគឺវាមានបាទមាន3កន្លែងនេះអានេះ1 2 3អញ្ចឹង trend line ចុះបងត្រូវចាំថាផ្សារនៅពេលណាដែលវាមាន support នៅពេលណាវាមាន support ជាបើខ្ញុំដាក់ replay បាទបើខ្ញុំដាក់ replay ណាបាទខ្ញុំដាក់ replay បាទខ្ញុំដាក់ replay ឡើងនេះបាទអធិស្ឋានចាំតិចបាទនេះខ្ញុំដាក់ replay ឡើងនេះបាទអញ្ចឹងយើងចាប់បាន trend line ហើយណាយើងចាប់បាន line chart ហើយអញ្ចឹងកន្លែងហ្នឹងគឺកន្លែងនេះជា support ជា resistance ទី1 resistance ទី2បាទហើយកន្លែងនេះជា resistance ទី3បងប្អូនត្រូវចាំថានៅពេលណាដែលវាបង្កើតជា resistance 3នោះវានឹងមាន MQ បាទ QM អធិស្ឋាន QM ណាវានឹងមាន QM អញ្ចឹងអាកន្លែងនេះគឺវាមាន rally bus វាមាន rally វាមាន drop ហើយវាមាន up កន្លែងហ្នឹងអញ្ចឹងបើយើងបដូរវាដាក់មក line chart វិញមក candlestick chart វិញណាបងប្អូនឃើញទេនៅកន្លែងហ្នឹងវាមាន rally បាទនេះកន្លែងនេះវាមាន rally នេះកន្លែងនេះ rally កន្លែងនេះ drop បាទហើយកន្លែងនេះ up អញ្ចឹងបើសិនជាចេញតម្រងបែបហ្នឹងបងប្អូនណាបើចេញតម្រងបែបហ្នឹងបាទបើសិនជាចេញតម្រងបែបហ្នឹងអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើបន្តទៀតគឺ long មានន័យថាបងប្អូនចូលផ្សារ long ណា TP គឺបងប្អូនដាក់ខាងក្រោមនឹង3 4លេខបាទដាក់នៅខាងក្រោមនឹង3 4លេខផ្សារនឹងមានការបុកឡើងទៅខ្លាំងបាទបុកឡើងខ្លាំងតែហ្នឹងណាបាទបុកឡើងខ្លាំងជាក់ស្ដែងដូចយើងឃើញអញ្ចឹងណាអញ្ចឹងការចាប់ trend line នេះប្រសិនបើបងប្អូនចាប់ trend line ត្រូវនោះបងប្អូននឹងរកកន្លែងចូលផ្សារបានងាយហើយស្រួលទៀតកន្លែងហ្នឹងណាអញ្ចឹងដើម្បីបងប្អូនចាប់បានដើម្បីឲ្យបងប្អូនចាប់ trend line បានច្បាស់គឺបងប្អូនបដូរពី candlestick ទៅជា line chart ណាដូចជា line chart បាទដូចជា line chart អញ្ចឹងទៅណាមិនថាកន្លែងណាទេបងប្អូនអាចចាប់បានដូចគ្នាដូចជាកន្លែងនេះណាដូចជាកន្លែងនេះបងប្អូនឃើញទេ support នេះ support ឃើញទេបាទ support វាឡើងណាsupport វាឡើងបាទចុះកន្លែងចាប់យើងសិតតែកន្លែងចាប់បានទាំងអស់ចាប់ line chart បានទាំងអស់ហើយហ្នឹងអញ្ចឹងបងប្អូនព្យាយាមរៀនចាប់បាទព្យាយាមរៀនចាប់ម្ដងហើយម្ដងទៀតរកការ confirm ឲ្យច្បាស់លាស់ទៅនោះបងប្អូននឹងចូលផ្សារទៅបានរលូនហើយស្រួលបាទហើយមេរៀនមួយនេះវាអត់សាំញ៉ាំទេបាទបើសិនជាបងប្អូនមុននឹងបងប្អូនចូលទៅដល់ candlestick គឺបងប្អូនចាប់ពីline chart សិនដើម្បីឲ្យយើងឃើញព្រោះ line chart វាមានកំពូលមានបាតអីច្បាស់លាស់ងាយស្រួលក្នុងការមើលបាទអញ្ចឹងសម្រាប់បងប្អូនដែលចង់ស៊ីជម្រៅចង់ចេះចង់ដឹងចង់បន្ថែមទៀតចង់បានមេរៀន VIP បងប្អូនអាចចូលរៀនជាមួយខាងខ្ញុំបានគ្រាន់ comment តែ yes ឬក៏ OK ឬក៏ឆាតមកផ្ទាល់បានបាទអរគុណច្រើន